មុខមាត់រាងកាយរបស់មេដឹកនាំអេរ៉ង់គឺលោក Mojtaba Khamenei គឺខូចទ្រង់ទ្រាយយ៉ាងធ្ងន់ធ្ងរប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏លោកនៅរស់រានមានជីវិតផងដែរនេះបើយោងទៅតាមសារព័ត៌មាន Daily Mail ដែលចេញផ្សាយនៅថ្ងៃទី11ខែមេសាមុខរបស់មេដឹកនាំកម្ពុជាថ្មីរបស់អេរ៉ង់គឺត្រូវបានខូចទ្រង់ទ្រាយយ៉ាងធ្ងន់ធ្ងរប៉ុន្តែលោកនៅមានជីវិតនិងចូលរួមក្នុងកិច្ចប្រជុំនានានេះបើយោងទៅតាមការលើកឡើងរបស់មជ្ឈដ្ឋានខាងក្នុងរបស់លោក Mojtaba Khamenei ត្រូវបានគេរាយការណ៍ថាបានរងរបួសជើងម្ខាងឬក៏ទាំងសងខាងនិងមុខរបស់លោកនៅក្នុងការវាយប្រហារតាមអាកាសដែលបានសម្លាប់ឪពុករបស់លោកនៅកណ្ដាលទីក្រុងតេអេរ៉ង់នៅចុងខែកុម្ភៈប៉ុន្តែបើយោងទៅតាមសារព័ត៌មាន Reuters បានរាយការណ៍ថាលោកនៅតែមានស្មារតីមុតស្រួចហើយកំពុងតែជាសះស្បើយឡើងវិញអំពីរបួសរបស់លោកផងដែរបុរសដែលមានអាយុ56ឆ្នាំរូបនេះបានចូលរួមនៅក្នុងកិច្ចប្រជុំតាមរយៈសន្និសីទសម្លេងហើយបានរួមចំណែកដល់ការសម្រេចចិត្តសំខាន់ៗលើសង្គ្រាមនិងការចរចាជាមួយនឹងទីក្រុង Washington កិច្ចចរចាសន្តិភាពរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកបានបើកនៅរដ្ឋធានីអ៊ីស្លាមាបាតប្រទេសប៉ាគីស្ថានកាលពីថ្ងៃសៅរ៍ខណៈដែលទីតាំងនិងស្ថានភាពពិតប្រាកដរបស់មេដឹកនាំកម្ពុជាថ្មីនៅមិនទាន់ដឹងនៅឡើយនោះទេមិនមានការថតរូបថតឬក៏វីដេអូឬក៏សូម្បីជាថតជាសំឡេងរបស់លោក Khamenei ទេចាប់តាំងអំពីលោកត្រូវបានគេតែងតាំងនៅថ្ងៃទី8ខែមីនាមកអនុប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក JD Vance បានទៅដល់ប្រទេសប៉ាគីស្ថានកាលពីថ្ងៃសៅរ៍សម្រាប់កិច្ចចរចាបែបនេះជាលើកដំបូងចាប់តាំងអំពីសង្គ្រាមបានចាប់ផ្ដើមដែលជាអ្វីដែលត្រូវបានគេចាត់ទុកថាគឺជាការសាកល្បងដ៏ធំបំផុតនៃអាជីពរបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិក JD Vance វាកើតឡើងនៅពេលដែលបទឈប់បាញ់ដ៏ផុយស្រួយនៅឯមជ្ឈិមបូព៌ាបានបង្ហាញសញ្ញានៃភាពតានតឹងដ៏ធ្ងន់ធ្ងរដោយអ៊ីស្រាអែលនិងក្រុម Hezbollah បានបន្តបាញ់ប្រហារគ្នានៅភាគខាងត្បូងនៃប្រទេសលីបង់និងទីក្រុងតេអេរ៉ង់ដោយកំណត់លក្ខខណ្ឌមុនពេលការចរចាអាចចាប់ដើមបានដោយការអវត្តមានរបស់លោក Khamenei មានគណៈប្រតិភូអេរ៉ង់កំពុងតែដឹកនាំដោយលោក Mohammad Bagher Ghalibaf ប្រធានសភាទីក្រុងតេអេរ៉ង់លោកនិងលោក JD Vance ត្រូវបានកំណត់ឲ្យធ្វើកិច្ចចរចាដាច់ដោយឡែកជាមួយនឹងនាយករដ្ឋមន្ត្រីប៉ាគីស្ថានគឺលោក Shehbaz Sharif លោក Khamenei បានរងរបួសនៅថ្ងៃទី8ខែកុម្ភៈដែលជាថ្ងៃដំបូងនៃសង្គ្រាមដែលបានចាប់ផ្ដើមដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលមេដឹកនាំកម្ពុជាថ្មីបានឡើងកាន់តំណែងបន្ទាប់អំពីឪពុករបស់គាត់គឺលោក Ali Khamenei ត្រូវបានសម្លាប់ដែលបានគ្រប់គ្រងអំណាចចាប់តាំងពីឆ្នាំ1989មកភរិយាបងប្រុសបង្កើតនិងបងថ្លៃរបស់លោក Mojtaba Khamenei ក៏ស្ថិតនៅក្នុងចំណោមអ្នកដែលស្លាប់នៅក្នុងការវាយប្រហារនេះផងដែរលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃទី13ខែមីនាថាមេដឹកនាំកម្ពុជាថ្មីបានរងរបួសនិងទំនងជាខូចរូបរាងកាយខណៈដែលក្រុម CIA បានបដិសេធមិនធ្វើការអត្ថាធិប្បាយទៅលើស្ថានភាពរបស់លោក Khamenei នោះទេកងកម្លាំងឆ្មាំបដិវត្តន៍ដែលបានជួយដឹកនាំលោកឲ្យឡើងកាន់តំណែងកម្ពុជាបន្ទាប់អំពីការធ្វើឃាតឪពុករបស់លោកត្រូវបានគេរាយការណ៍ថាបានคล้ายទៅជាសម្លេងលេចធ្លោលើការសម្រេចចិត្តជាយុទ្ធសាស្ត្រនៅក្នុងអំឡុងសង្គ្រាមការទំនាក់ទំនងលើកដំបូងរបស់លោក Khamenei នៅក្នុងនាមជាមេដឹកនាំកម្ពុជាបានកាត់ឡើងនៅថ្ងៃទី12ខែមីនា
នៅពេលដែលលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថាច្រកសមុទ្រ Hormuz គួរតែបិទលោកក៏បានជំរុញឲ្យប្រទេសជិតខាងនៅមជ្ឈមបូព៌ាបិទមូលដ្ឋានទ័ពអាមេរិកផងដែរអញ្ចឹងសរុបសេចក្តីមកនៅក្នុងសារព័ត៌មាននេះបាទគឺបើយោងទៅតាមសារព័ត៌មាន Reuters គឺបាននិយាយថានាំកម្ពុជារបស់អ៊ីរ៉ង់នោះគឺបានរងរបួសយ៉ាងធ្ងន់ធ្ងរនៅថ្ងៃដែលសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលធ្វើការវាយប្រហារនៅថ្ងៃដំបូងដែលបានសម្លាប់ឪពុករបស់គាត់ប្រពន្ធរបស់គាត់បងបង្កើតរបស់គាត់ឬក៏សូម្បីតែបងថ្លៃក៏ត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែកនោះផងដែរនៅចុងខែកុម្ភៈនោះបើសិនជាយោងទៅតាមសារព័ត៌មានផ្សេងៗគឺបាននិយាយថាគឺត្រូវបានបញ្ជូនទៅដល់ប្រទេសរុស្ស៊ីដើម្បីធ្វើការព្យាបាលនៅរបួសនៅក្នុងថ្ងៃទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកទោះបីជាមុខមាត់របស់លោកឬក៏រាងកាយរបស់លោកនឹងខូចខាតយ៉ាងធ្ងន់ធ្ងរក៏ដោយក៏លោកអាចនៅមានជីវិតផងដែរហើយសូម្បីតែនៅក្នុងកិច្ចចរចាសន្តិភាពឬក៏បទជបាញ់ក្នុងរយៈពេល2សប្តាហ៍របស់សហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់នោះក៏ដោយក៏លោក Mottabah នៅតែមានអត្ថភាពឬក៏មានសមត្ថភាពដើម្បីធ្វើការសម្រេចឬក៏ធ្វើការពិភាក្សានឹងទៅតាមសម្លេងផងដែរប៉ុន្តែគឺមិនមានរូបថតឬក៏ធ្វើជាខ្សែវីដេអូនោះទេបើសិនជាយោងទៅតាមមន្ត្រីរបស់អ៊ីរ៉ង់គឺបាននិយាយថាគឺដើម្បីជាការលាក់ការសម្ងាត់នៅទីតាំងឬក៏កន្លែងដែលមេដឹកនាំកម្ពុជាឆ្មាំបដិវត្តអ៊ីរ៉ង់នេះលាក់ខ្លួននៅកន្លែងណានោះគឺមិនចង់បង្ហាញជាសាធារណៈទៀតនោះទេបើសិនជាបង្ហាញជាសាធារណៈគឺនឹងជួបនៅគ្រោះថ្នាក់ជាមិនខានដោយសារតែអ៊ីស្រាអែលឬក៏សហរដ្ឋអាមេរិកនឹងតាមប្រម៉ាញ់ឬក៏តាមសម្លាប់មេដឹកនាំអ៊ីរ៉ង់ដែលជាកូនរបស់លោក Ali Khamenei ដែលជាឪពុករបស់គាត់នៅផងដែរហើយបើសិនជាបងប្អូនមានយោបល់ចង់បញ្ចេញបាទកុំភ្លេចសរសេរ comment នៅខាងក្រោមហើយជាចុងក្រោយក៏កុំភ្លេចជួយចុច like និងចុច subscribe ផង